រដូវកាលនេះគឺជារដូវកាលប្រមូលផលខាងកសិកម្មនិងជារដូវកាលដែលប្រទេសកូរ៉េចាប់ផ្ដើមតាមខាងកសិកម្មមិនថាកសិកម្មបន្លែឬក៏ខាងកសិកម្មផ្លែឈើទេហើយក្នុងខែនេះអ្នកដែលគាត់ធ្វើនៅក្នុង house គឺសម្បូរការងារធ្វើខ្លាំងមែនទែនហើយក៏ជារដូវកាលមួយដែលកំពុងតែកម្ដៅឡើងហើយអ្នកនៅក្នុង house ហើយហូរញើសដូចងូតទឹកអញ្ចឹងហូរញើសដល់កែងជើងអីនោះទម្រាំទៅបានលុយមែនអត់ខាងកសិកម្មខ្ញុំមិនមែនអ្នកកសិកម្មទេខ្ញុំអ្នកឧស្សាហកម្មតែខ្ញុំដឹងក្រេកខែហ្នឹងជាខែចាប់ផ្ដើមដាំស្រូវធ្វើស្រែដូចនៅស្រុកខ្មែរដែរតែការធ្វើស្រែនៅស្រុកគេនេះបែបទំនើបប្រហិតតែគេធ្វើតែមួយផ្លែទៅតែជា10ផ្លែទីប្រើដល់សិននេះជាស្រូវនៅក្នុងទឹកក្រេមុនគេយកទៅដាំគេធ្វើអញ្ចឹងបងប្អូនគេធ្វើឲ្យគេដាក់សិនទៅសិនអ្នកស៊ូគេធ្វើបែបស្រស្រាយទូឯងទៅអ្នកប្រូកាមេរ៉ាមែនសម្រាប់អ្នកធ្វើខាងកសិកម្មចាប់ពីខែនេះទៅគឺកម្ដៅកើនឡើងហើយអញ្ចឹងឲ្យសូមថែសុខភាពផងបាយបាយជួបគ្នាវីដេអូក្រោយ